hero flower គឺបានចេញមកឯអ្នកអរគ្នានៅថ្ងៃទី24នឹងឯងចំពោះ hero ហ្នឹងគឺអាចយើង customize បានទៅខ្លួនឯងចឹងណាយើងអាចរើសប្រុសក៏បានស្រីក៏បានដែរហើយរបៀបចូលទៅ customize ហ្នឹងដំបូងយើងអត់ពិបាកទេចុចតែកន្លែងរូបមនុស្សស្រីខាងក្រោម event ហ្នឹងអ្នកអរគ្នាឃើញហ្នឹងកន្លែងមានភ្លើងបង្វិលហ្នឹងយើងចុចចូលទៅវានឹងចូលទៅកន្លែងយើងអាចរើសហើយ creator ជាប្រុសក៏បានស្រីក៏បានដែរហើយបន្ទាប់មកគេឲ្យយើង customize រើសហើយដូចជាស្បែកដូចជាកៅអៅជាបន្តបន្ទាប់ទៀតចឹងណាហើយគេឲ្យយើងរើសស្បែកអ្នកនរគ្នាដូចយើងឆ្លាញ់ពណ៌អីពណ៌ផ្កាឈូកពណ៌ខ្មៅពណ៌សអីយើងអាចរើសបានដាក់តាមនឹងចឹងណាយើងរើសហើយយើងចុចពាក្យថា confirm ទៅយើងមកដល់កន្លែងរើសហើយ outfit ទៅកន្លែងអាវទៅដំបូងហ្នឹងគេឲ្យបានតែ3ទេអ្នកនរគ្នាយើងឆ្លាញ់អាវមួយណាយើងដាក់មួយហ្នឹងទៅអានេះឥឡូវយើងបង្កើតបានហើយកន្លែងនេះយើងចូលអាចដាក់យើងបង្កើតជា avatar ខ្លួនឯងបានចឹងណាយកដាក់ចូលទៅក្នុង game ចឹងជាបន្ទាប់ហ្នឹងគេឲ្យយើងរើសតែ maskman មួយទេដំបូងហ្នឹងហើយយើងអាចដាក់ជា AI ក៏បានយើងយករូបយើងដាក់ក៏បានយើងបង្កើតជាខ្លួនឯងក៏បានដែរហើយនៅក្នុងហ្នឹងគឺមាន background មាន sticker គឺមានកន្លែងនេះដូចយើងអាចរើសរបស់គេដែលគេអាចដាក់ឲ្យក៏យើងអាចរើសរបស់គេដាក់បានដែរអ្នកនរគ្នាអាហ្នឹងបើយើងចង់ឆ្លាញ់របស់គេចឹងណាតែបើយើងអត់ឆ្លាញ់ទេយើងឆ្លាញ់របស់ខ្លួនឯងយើងបង្កើតជាខ្លួនឯងទៅតោះឥឡូវយើងចូលធ្វើខ្លួនឯងហ្មងទៅឥឡូវយើងចូលគេមាន sticker ឲ្យ free ទេអ្នកនរគ្នាយើងអាចដាក់ sticker អីក៏បានដែរបើយើងអត់ចង់ដាក់របស់គេទេយើង add ចូលខ្លួនឯងក៏បានដែរឥឡូវយើងដាក់ Vanta ទៅយើងដាក់អីក៏បានដែរតាមយើងស្រឡាញ់អញ្ចឹងណាគិតថាយើងស្អាតរបស់យើងទៅយើងដាក់ទៅតោះមកយើងដាក់ឆ្មាដាក់អីអញ្ចឹងទៅអូខេប៉ុណ្ណឹងគឺរួចរាល់ហើយបន្ទាប់ពីយើងដាក់ឲ្យរួចរាល់ហើយយើងចុចកន្លែងពាក្យ save ខាងលើហ្នឹងអ្នកនរគ្នាចុចកន្លែងពាក្យ save ហ្នឹងទៅយើងរងចាំយើង play ទៅនេះកន្លែងគេដាក់ពាក្យថា apply to game យើងចុចពាក្យកន្លែង apply to game ហ្នឹងទៅហើយដែរយើងចុចកន្លែងពាក្យ apply ខាងក្រោមមកតង់ទៀតវានឹងដាក់ថានៅថ្ងៃទី27មិនវាពិនិត្យមើលហើយបើសិនជារូបហ្នឹងវាអូខេវាអត់ខុសអីទេយើងនឹងបានទៅចូលនៅក្នុង game ហីសម្រាប់មុខហ្នឹងវានឹង approve ឲ្យយើងហីហើយយើងចង់បង្កើត app ផ្សេងទៀតក៏បានដែរអ្នកនរគ្នាតោះពីយើងបានបង្កើតហើយយើងនឹងបាន outfit ចំនួន3គេ free ទៀតណាមិញខ្ញុំរើសយកស្រីអញ្ចឹងគឺយើងបាន outfit ស្រីចំនួន3ទៀតមានដូចជាសក់មួតសក់ហើយនឹងអាវហើយនឹងដូចជា item ផ្សេងទៀតអញ្ចឹងណាដែលយើងអាច customize ខ្លួនឯងបានអញ្ចឹងគេ free តែ3សិនទេនៅពេលហៅមកបានគេ free បន្តបន្ទាប់ឬក៏លក់អីជាបន្តបន្ទាប់ទៀតអញ្ចឹងទៅហើយដើម្បីដូរអាវហ្នឹងយើងចុចចូលកន្លែង hero ហ្នឹងមកនេះអ្នកនរគ្នានេះកន្លែងដែលយើង customize avatar ខ្លួនឯងមិនអញ្ចឹងណាវានឹងចេញនៅកន្លែងនេះ loading screen នៅពេលយើងចូលលេង game ហើយសម្រាប់នៅក្រោមហ្នឹងបើយើងចង់នេះកន្លែងយើងដូរអាវយើងកន្លែងរូបអាវនៅក្រោមនេះអ្នកនរគ្នាហើយយើងអាចដូរជាអាវដែលគេ free ឲ្យមិនអញ្ចឹងណាយើងចង់ដាក់អីក៏បានដែរហើយនឹងកន្លែងនេះហ្នឹងឯងអាវ3ឈុតមិញទៀតហ្នឹងហើយដូចជាសក់ម៉ូតសក់យើងដាក់ចង់ដាក់ម៉ូតអីដាក់ទៅតាមយើងស្រឡាញ់ទេកន្លែងនេះVantaដែលគេ free ឲ្យមិញហ្នឹង